មេរៀនទី3សាធារណរដ្ឋខ្មែរ1970-1975សង្គមរាស្ត្រនិយមជាសម័យកាលមួយដែលប្រទេសកម្ពុជាជួបនូវភាពរីកចម្រើនលូតលាស់ប៉ុន្តែមិនបានយូរប៉ុន្មានសម័យនេះក៏បានដួលរលំដោយសារមនោគមវិជ្ជារបស់ពួកមហាអំណាចសេរីនិងកុម្មុយនីសដោយសារបញ្ហាទាំងនេះហើយទើបសាធារណរដ្ឋខ្មែរកើតឡើង1ការលេចឡើងនៃរបបសាធារណរដ្ឋខ្មែរ 1.1 ស្ថានភាពប្រទេសកម្ពុជាមុនព្រឹត្តិការណ៍18មីនា1970 កវិស័យសេដ្ឋកិច្ចនៅខែវិច្ឆិកាឆ្នាំ1963រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុ បានផ្តាច់ជំនួយពីសហរដ្ឋអាមេរិកដែលមានតម្លៃជាប្រាក់ចំនួន 15% នៃថវិកាជាតិក្រោយមកប្រទេសចិនបានផ្ដល់ជំនួយសម្ភារៈយោធាមួយចំនួនដល់កងខេមរភូមិន្ទប៉ុន្តែមិនអាចស្ដារស្ថានភាពកងទ័ពដែលកំពុងចុះខ្សោយលែងជាកងទ័ពប្រយុទ្ធតទៅទៀតសម្ដេចសីហនុក៏បានធ្វើជាតូបនីយកម្មក្នុងវិស័យនេះហរណអាហរណផ្នែកសេដ្ឋកិច្ចនិងបានបិទទ្វារធនាគារឯកជនខ្មែរទាំងឡាយការសម្រេចព្រះទ័យទាត់ចោលជំនួយសហរដ្ឋអាមេរិកគឺព្រះអង្គមានបំណងចង់នៅក្រៅសង្គ្រាមវៀតណាមនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុម្មុយនីសមិនយូរប៉ុន្មានជាតូបនីយកម្មពាណិជ្ជកម្មក្រៅប្រទេសបានជំរុញឲ្យមានពាណិជ្ជកម្មលួចលាក់ជាមួយពួកបះបោរកុម្មុយនីសនៅប្រទេសវៀតណាមលុះដល់ឆ្នាំ1967ផលស្រូវរបស់ប្រទេសខ្មែរជាង1/4ត្រូវបានគេរត់ពន្ធយកទៅលក់នៅកងកម្លាំងកុម្មុយនីសយួនដោយផ្ដល់តម្លៃខ្ពស់ជាងរដ្ឋាភិបាលខ្មែរទន្ទឹមនឹងនេះដែររដ្ឋាភិបាលបានបាត់បង់ប្រាក់ចំណូលពន្ធលើការនាំចេញចំណែកពាណិជ្ជកម្មក្រៅប្រទេសជួបការរអាក់រអួលដោយសារការបាត់បង់ជំនាញគ្រប់គ្រងរបស់សហគ្រាសនិងកង្វះបច្ចេកទេសជំនាញនៅឆ្នាំ1967-1968សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានដំណើរការរាំងស្ទះដោយសារបាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃការរត់គេចពន្ធការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អនិងការចំណាយខ្វះតុល្យភាពបញ្ហាកសិកម្មក៏ជួបវិបត្តិប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាពនាំឲ្យទិន្នផលកសិកម្មទាបសម្ដេចនរោត្តមសីហនុបានផ្ដល់អំណាចនយោបាយឲ្យទៅលន់នល់និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈកាន់តែច្រើនឡើងហើយព្រះអង្គសង្ឃឹមថាសេដ្ឋកិច្ចរបស់ប្រទេសជាតិនឹងមានការផ្លាស់ប្ដូរដោយយល់ឃើញថាប្រជាប្រិយភាពសម្ដេចនរោត្តមសីហនុចុះថយសត្រូវរបស់ព្រះអង្គបានប្រមូលផ្ដុំកម្លាំងយ៉ាងរឹងមាំត្រៀមទប់ទល់នឹងព្រះអង្គខការពង្រីកកម្លាំងកុម្មុយនីសនៅក្នុងឆ្នាំ1965សាឡុតសបានទៅវៀតណាមខាងជើងដើម្បីចូលរួមពិគ្រោះយោបល់ប៉ុន្តែមិនយូរប៉ុន្មានសាឡុតសបានធ្វើដំណើរទៅប្រទេសចិននៅទីនោះមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីចិនចូលបដិវត្តន៍ដោយពេញចិត្តនឹងដំណាក់កាលដំបូងនៃបដិវត្តន៍វប្បធម៌ចិនសាឡុតសបានផ្លាស់ប្ដូរភក្តីភាពទៅរកគំរូបដិវត្តន៍របស់ចិនក្រោយពីត្រឡប់មកដល់មាតុប្រទេសវិញសាឡុតសបានតាំងបញ្ជាការដ្ឋាននៅតំបន់ព្រៃភ្នំដាច់ស្រយាលក្នុងប្រទេសកម្ពុជាក្រុមចលនាតស៊ូរបស់ពួកសាឡុតសបានដាក់ឈ្មោះខ្លួនថាជាបកកុម្មុយនីសកម្ពុជាបកកមានមូលដ្ឋាននៅភូមិភាគឦសាននិងពាយ័ព្យកាលពីដំបូងការតស៊ូនេះពុំមានសារៈសំខាន់អ្វីសោះតែពី3ឆ្នាំក្រោយមកដល់ដើមឆ្នាំ1970ទ័ពព្រៃនេះបានបង្កអសន្តិសុខនិងបានកាន់កាប់ទឹកដីស្ទើរ 1/5 នៃទឹកដីកម្ពុជាទាំងមូលក្នុងពេលនោះនៅទីក្រុងភ្នំពេញពួកនិស្សិតនិងគ្រូបង្រៀនជាច្រើនដែលពេញចិត្តនឹងមនោគមវិជ្ជាថ្មីសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃបដិវត្តន៍វប្បធម៌នៅប្រទេសចិននិងការបះបោរនាខែឧសភាឆ្នាំ1968នៅប្រទេសបារាំងចលនាទាំងនេះហាក់ដូចជាបានផ្ដល់ផ្លូវផ្សេងជំនួសអំពើពុករលួយដល់ពួកអ្នកនយោបាយអភិរក្សនិយមខ្មែរតែប៉ុណ្ណោះគោវិបត្តិផ្ទៃក្នុងរដ្ឋាភិបាលនៅចុងឆ្នាំ1969មន្ត្រីអភិរក្សនិយមជាន់ខ្ពស់មួយចំនួនបានចាប់ផ្ដើមខុបខិតធ្វើផែនការក្បត់និងសម្ដេចព្រះនរោត្តមសីហនុអ្នកសុំក្រឡុំដ៏សំខាន់ក្នុងផែនការក្បត់គឺម្ចាស់មាពូរបស់សម្ដេចព្រះនរោត្តមសីហនុព្រះនាមស៊ីសុវត្ថិសិរិមតៈជាមន្ត្រីរាជការមួយរូបដែលបានក្លាយជាឧបនាយករដ្ឋមន្ត្រីកម្ពុជាក្នុងរដ្ឋាភិបាលរបស់លោកលន់នល់ទ្រង់សិរិមតៈជាអ្នកមានទំនោរទៅរកពួកបច្ចឹមប្រទេស
និងមានទំនាក់ទំនងជាមួយពួកពាណិជ្ជករធំៗនៅភ្នំពេញចំពោះលោកលន់ ណុលជានាយករដ្ឋមន្ត្រីនិងជាអិសរាជជនមួយរូបពិបាកយល់ជាទូទៅគេបានដឹងថាលោកលន់ ណុលពុំបានជំទាស់នឹងសម្ដេចសីហនុចំពោះការតតចោលជំនួយសហរដ្ឋអាមេរិកនិងចងសម្ព័ន្ធជាមួយពួកកុម្មុយនីសក្នុងការដឹកជញ្ជូនអាវុធឆ្លងកាត់ទឹកដីកម្ពុជាឡើយតាមពិតមន្ត្រីរបស់លន់ ណុលជាច្រើនអ្នកបានក្លាយទៅជាអ្នកមានស្ដុកស្ដំដោយការរកស៊ីលក់អាវុធថ្នាំពេទ្យនិងគ្រឿងផ្គត់ផ្គង់ផ្សេងៗដល់ទាហានយួនកុម្មុយនីសក្នុងតម្លៃខ្ពស់បំផុតនៅឆ្នាំ1969កងខេមរៈភូមិន្ទបានទទួលរងនៅការវាយប្រហារពីសំណាក់ក្រុមបះបោរពួកកុម្មុយនីសក្នុងតំបន់ដែលកងទ័ពយួនបានឈរជើងនិងកាន់កាប់ហើយប្រជាជនបានប្តឹងតវ៉ាអំពីវត្តមានយួននេះដែរលោកលន់ ណុលបានរងសម្ពាធពីមន្ត្រីរបស់លោកមួយចំនួនដែលពួកគេបានចោទថាការផ្ដាច់ជំនួយយោធាអាមេរិកនិងបញ្ហាខ្មែរមិនបានលុកដៃចូលទៅក្នុងសង្គ្រាមវៀតណាមទើបបណ្ដាលឲ្យមានជនឆ្លៀតឱកាសប្រមូលលាភសក្ការៈតាមរយៈជំនួយទាំងនេះប៉ុន្តែលោកលន់ ណុលមានសុតិធិនិយមថាលោកជាអ្នកមានសមត្ថភាពលើសគេក្នុងការជួយសង្គ្រោះប្រទេសកម្ពុជាឲ្យផុតពីពួកយួនឈ្លានពានដែលលោកហៅថាថ្មិលឥតសាសនា 1.2 រដ្ឋប្រហារថ្ងៃទី18ខែមីនាឆ្នាំ1970ក្នុងអំឡុងពេលជាង2ខែបន្ទាប់មកអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈនិងសហសេវករបស់ទ្រង់បានខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសដូចជាបិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនឬធ្វើឯកជននោបនីយកម្មធនាគារជាដើមនៅដើមខែមីនាកបកម្មប្រឆាំងស្ថានទូតវៀតណាមខាងជើងនិងការិយាល័យរបស់ក្រុមតំណាងអ្នកតស៊ូវៀតណាមខាងត្បូងដែលគេហៅថារណសេរីសេរីការវៀតណាមបានផ្ទុះឡើងនៅកណ្ដាលក្រុងភ្នំពេញកបកម្មបានឈានទៅដល់ការប្រើអំពើហិង្សាដោយបានបំផ្លិចបំផ្លាញអគារទូតយ៉ាងដំណំខណៈពេលនោះសម្ដេចសីហនុបានបន្ទោសអ្នកប្រើអំពើហិង្សានេះពីទីក្រុងប៉ារីសទោះបីជាកបកម្មមានព្រះរាជានុញ្ញាតពីព្រះអង្គក៏ដោយស្ថានភាពនិងការចលាចលបានឈានទៅដល់រដ្ឋប្រហារដែលដឹកនាំដោយទ្រង់សិរិមតៈដោយដែលបានគ្រោងទុកអស់រយៈពេលច្រើនខែមកហើយរដ្ឋប្រហារនៅថ្ងៃទី18ខែមីនាឆ្នាំ1970បានប្រព្រឹត្តឡើងក្នុងស្ថានភាពស្ងៀមស្ងាត់ជាទីបំផុតគេរក្សាទុករដ្ឋសភាធ្វើជាឧបករណ៍ពង្រឹងអំណាចបន្ទាប់មកគេបានកោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ86សំឡេងក្នុងចំណោម89សំឡេងដកសេចក្តីទុកចិត្តនិងដកសម្ដេចសីហនុចេញពីតំណែងព្រះប្រមុខរដ្ឋដោយតែងតាំងលោកចេងហេងប្រធានរដ្ឋសភាជាប្រមុខរដ្ឋស្ដីទីរហូតដល់ពេលដែលគេធ្វើការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋថ្មីលោកលន់ ណុលនៅតែធ្វើជានាយករដ្ឋមន្ត្រីដដែលហើយមានអ្នកអង្គម្ចាស់សិរិមតៈជាអ្នកជំនួយការបន្ទាប់ពីទ្រង់ជ្រាបពីការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងប្រមុខរដ្ឋសម្ដេចព្រះនរោត្តមសីហនុបានស្ដេចយាងទៅក្រុងប៉េកាំងនៃប្រទេសចិនបន្ទាប់ពីទស្សនកិច្ចរយៈពេលខ្លីនៅសហភាពសូវៀត2សង្គមសេដ្ឋកិច្ចសម័យសាធារណរដ្ឋខ្មែរនៅថ្ងៃទី9ខែមករាឆ្នាំ1973រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវៀតណាមខាងជើងចុះហត្ថលេខាព្រមព្រៀងនៅឡាសែលសាំងឃ្លូដើម្បីបញ្ចប់សង្គ្រាមវៀតណាមតែដោយអាមេរិកខ្លាចប្រទេសកម្ពុជាធ្លាក់ក្នុងរបបកុម្មុយនីសនិងជាជង្រកសម្រាប់កងទ័ពវៀតកុងវាយប្រទេសវៀតណាមខាងត្បូងដែលធ្វើឲ្យកងទ័ពអាមេរិកមិនអាចដកខ្លួនពីវៀតណាមចាប់ពីថ្ងៃទី6ខែកុម្ភៈរហូតដល់ពាក់កណ្ដាលអធ្រាត្រថ្ងៃទី15ខែសីហាឆ្នាំ1973កងអាកាសចរ B-52 របស់អាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើតំបន់ស្រែចម្ការក្នុងប្រទេសកម្ពុជាការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនមិនអាចរស់នៅបានក៏បាននាំគ្នាភៀសខ្លួនមករស់នៅទីក្រុងភ្នំពេញនិងទីរួមខេត្តនានាក្នុងអំឡុងសង្គ្រាម5ឆ្នាំក្រុងភ្នំពេញដូចជាបន្ទាយមួយដ៏ធំដែលត្រូវខ្មាំងឡោមព័ទ្ធជាប់ប្រជាជនក្នុងប្រទេស1/3ភៀសខ្លួនមករស់នៅទីក្រុងដែលនាំឲ្យមានកំណើនប្រជាជនហួសប្រមាណប្រជាជនរងទុក្ខលំបាកវេទនានិងកំសត់ទុរគតពេកក្រៃអ្នកស្រែចម្ការដែលឃ្លាតចាកពីស្រុកភូមិត្រូវបាត់បង់មុខរបរគ្មានការងារធ្វើព្រាត់ប្រាសគ្រួសារជាដើមសង្គ្រាមបានបន្សល់ស្ត្រីមេម៉ាយនិងក្មេងកំព្រារាប់ម៉ឺននាក់និងមានអ្នកជំងឺរបួសពិការជាច្រើនពាន់នាក់ឡា
បើក្នុងពេលមុនសង្គ្រាមគេចាត់ទុកក្រុងភ្នំពេញជាគុជនៃអាស៊ីអាគ្នេយ៍នៅចុងបូព៌ាប្រទេសលុះក្នុងពេលសង្គ្រាមទីក្រុងដ៏ឆើតឆាយនេះបានក្លាយទៅជាទីប្រជុំជនដ៏ធំមួយដែលមានប្រជាជនជាង2លាននាក់ដែលរស់នៅក្នុងសភាពក្រតោកយ៉ាកបំផុតប្រជាជនក្រុងភ្នំពេញរស់នៅក្នុងការព្រួយបារម្ភនិងតានតឹងក្នុងចិត្តជាប្រចាំព្រោះគ្រាប់រ៉ុកែតឬគ្រាប់កាំភ្លើងធំផ្លោងយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្លាក់ចូលទៅក្នុងទីក្រុងបណ្ដាលឲ្យប្រជាជនស្លូតត្រង់ស្លាប់ជារៀងរាល់ថ្ងៃនៅយប់ថ្ងៃទី21 ខែមេសាឆ្នាំ1972មានមនុស្ស300នាក់នៅទួលគោកទទួលមរណភាពដោយគ្រាប់ផ្លោងរបស់ពួកកុម្មុយនីនៅដើមខែកញ្ញាឆ្នាំ1972ស្ពានជ្រោយចង្វារត្រូវបានកំទេចដោយកម្លាំងខ្មែរក្រហមនៅក្នុងឆ្នាំ1974សង្កាត់មួយទៀតនៅផ្សារដើមគោត្រូវភ្លើងឆេះខ្ទេចដោយគ្រាប់កាំភ្លើងធំខ្មែរក្រហមដែលបណ្ដាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវស្លាប់និងខ្វះទីជម្រកចំណែកនៅតំបន់ជនបទក្រៅពីទីក្រុងភ្នំពេញនិងទីរួមខេត្តមួយចំនួនបានទទួលរងនឹងការបាញ់រះនិងទម្លាក់គ្រាប់បែកការបាញ់ផ្ដក់ពីសំណាក់យន្តហោះអាមេរិកនិងកងយោធារបបសាធារណរដ្ឋខ្មែរនៅអំឡុងពេលសង្គ្រាមសេដ្ឋកិច្ចនៅត្រឹងគ្មានសកម្មភាពជនភៀសខ្លួនគ្មានការងារធ្វើនិងប្រទះនឹងកង្វះខាងស្បៀងអាហារប្រចាំថ្ងៃអតិផរណាប្រាក់រៀលចេះតែបន្តរីឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិតស្បៀងមួយចំនួនត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្ដល់មកដោយដឹកមកតាមកងនាវាដែលឡើងតាមទន្លេមេគង្គនៅខែមករាឆ្នាំ1975ការផ្គត់ផ្គង់ស្បៀងតាមទន្លេនេះត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងស្រុងនៅសល់តែផ្លូវអាកាសពីក្រុងបាងកកប៉ុណ្ណោះដែលនាំស្បៀងមកចិញ្ចឹមមនុស្សជាច្រើនលាននាក់នៅក្រុងភ្នំពេញ 3. សង្គ្រាមស៊ីវិលឆ្នាំ1970-1975ព្រះរាជាណាចក្រកម្ពុជាបានក្លាយទៅជាសាធារណរដ្ឋខ្មែរនៅក្នុងខែតុលាឆ្នាំ1970រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានត្រដររស់អស់រយៈពេល4ឆ្នាំដោយសារជំនួយយោធាអាមេរិកសេដ្ឋកិច្ចត្រូវរាំងស្ទះទីក្រុងនិងជនបទមួយចំនួនធំត្រូវកាត់ផ្ដាច់និងគ្រប់គ្រងដោយកម្លាំងកុម្មុយនីទីបំផុតរដ្ឋាភិបាលនេះគ្រប់គ្រងបានតែក្រុងភ្នំពេញប៉ុណ្ណោះរយៈពេល4ឆ្នាំចុងក្រោយរបស់សាធារណរដ្ឋខ្មែរពោរពេញទៅដោយអំពើហិង្សានិងទុក្ខក្រៀមក្រំសេនាប្រមុខលន់ នល់មានជំងឺស្លាប់មួយចំហៀងខ្លួននៅដើមឆ្នាំ1971ហើយទោះបីជាជំងឺបានជាសះស្បើយយ៉ាងឆាប់រហ័សក៏ដោយក៏លោកមិនបានគ្រប់គ្រងនយោបាយពេញលេញដូចមុនឡើយក្នុងឱកាសដែលមេដឹកនាំទុនខ្សោយអិសរាជជននយោបាយជាច្រើនរូបនៅភ្នំពេញរវល់តែបង្កើតបកពួកនិងប្រមូលទ្រព្យធនភ្លេចអស់ប្រយោជន៍ជាតិហើយនៅក្នុងចំណោមពួកគេទាំងនោះក៏មានលោកលន់នុនជាប្អូនប្រុសរបស់លន់ណុលផងដែរនាយទាហានខ្លះលក់យុទ្ធោបករណ៍ឲ្យពួកកុម្មុយនីសថែមទៀតផងសេនាប្រមុខលន់ណុលមានការអល់ឯកក្នុងការដាក់ទណ្ឌកម្មលើពួកទាហានប្រព្រឹត្តអំពើពុករលួយទាំងនោះពីព្រោះពួកគេមានស្វាមីភក្តិនិងស្មោះត្រង់នឹងលោកផ្ទុយទៅវិញលោកលន់ណុលបានចំណាយពេលវេលាសរសេរលិខិតផ្ញើជូនលោកប្រធានាធិបតីអាមេរិកឌិចសុនសូមជំនួយបន្ថែមដើម្បីទប់អំណាចរដ្ឋាភិបាលសាធារណរដ្ឋខ្មែរបន្តជីវិតតទៅមុខទៀតនៅឆ្នាំ1973សហរដ្ឋអាមេរិកបានធ្វើឲ្យពួកកុម្មុយនីសខកខានមិនបានទទួលជោគជ័យដោយបំណងដោយបើកយុទ្ធនាការទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាដូចក្នុងសង្គ្រាមលោកលើកទី2ដូចនេះដែរគ្រាប់បែកជាងកន្លះលានតោនបានធ្លាក់មកលើជនបទនៃប្រទេសកម្ពុជាមុនពេលសហភាពអាមេរិកបានហាមឃាត់ការទម្លាក់គ្រាប់បែកបន្តទៀតនៅឆ្នាំ1973គេពុំបានធ្វើការប៉ាន់ប្រមាណអំពីចំនួនអ្នករបួសឬស្លាប់ទេប៉ុន្តែយុទ្ធនាការនេះក៏ដូចជាការបង្អាក់ល្បឿនកងកម្លាំងកុម្មុយនីសក្នុងការឡោមព័ទ្ធទីក្រុងភ្នំពេញមួយរយៈដែរសង្គ្រាមបានអូសបន្លាយអស់រយៈពេល1ឆ្នាំកន្លះតមកទៀតនៅដើមឆ្នាំ1973ពួកកុម្មុយនីសខ្មែរបានពិសោធន៍ធ្វើកម្មវិធីសហករណ៍នីយកម្មនៅក្នុងតំបន់មួយចំនួនដែលគេគ្រប់គ្រងនិងបានចាប់ផ្ដើមអនុវត្តដោយបង្ខំនៅក្នុងតំបន់មួយចំនួនស្របពេលយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកនៅតាមជនបទ 4. ការដួលរលំរបបសាធារណរដ្ឋខ្មែរប្រជាជនក្នុងតំបន់រំដោះក៏ដូចនៅក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលួយនិងពោរពេញដោយភាពអាប់អួរមុនថ្ងៃរំដោះ
ពួកខ្មែរក្រហមបានដាក់មីននៅគ្រប់ច្រកចូលតាមផ្លូវទឹកមកកាន់ទីក្រុងភ្នំពេញដើម្បីកាត់ផ្តាច់ការដឹកជញ្ជូនអង្ករនិងគ្រាប់រំសេវអាមេរិកដែលគ្រប់គ្រងរបបសាធារណរដ្ឋខ្មែរបានខិតខំដឹកជញ្ជូនអង្ករនិងគ្រាប់រំសេវតាមអាកាសមកកាន់ទីក្រុងភ្នំពេញតែការផ្គត់ផ្គង់នេះត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅក្នុងរយៈពេល3ខែក្រោយមកពួកកុម្មុយនីសខ្មែរបានរឹតបន្តឹងការឡោមព័ទ្ធទីក្រុងភ្នំពេញដែលក្នុងពេលនោះមានជនភៀសខ្លួនសឹកមករស់នៅទីក្រុងកើនឡើងដល់ប្រមាណ2លាននាក់នៅដើមខែមីនាសេនាប្រមុខលន់ ណុលបានភៀសខ្លួនតាមយន្តហោះចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកការចាប់ផ្ដើមចរចាជាមួយសម្ដេចសីហនុក្នុងរយៈពេលចុងក្រោយដែលផ្ដួចផ្ដើមឡើងដោយអាមេរិកនោះមិនបានលទ្ធផលអ្វីសោះនៅក្នុងពេលនោះស្លុតសបានសម្រេចចិត្តដណ្ដើមយកទីក្រុងភ្នំពេញដោយមិនបាច់រងចាំការយល់ព្រមពីសម្ព័ន្ធមិត្តវៀតណាមនៅថ្ងៃទី17ខែមេសាឆ្នាំ1975កងទ័ពកុម្មុយនីសបានដើរជាជួរចូលមកទីក្រុងភ្នំពេញនៅម៉ោង 9:30 នាទីពួកគេស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅឬពណ៌អាចសេះពួកគេដើរដោយស្ងៀមស្ងាត់ហើយមានអាវុធគ្រប់គ្នាទាហានខ្មែរក្រហមទាំងនេះភាគច្រើនមានអាយុចាប់ពី15ឆ្នាំឡើងទៅពួកគេមានទឹកមុខមាំមិនរីករាយនឹងការស្វាគមន៍របស់ប្រជាជនថ្ងៃដែលទាហានទាំងនេះចូលមកដល់ទីក្រុងភ្នំពេញត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរនិងមុនជ័យជំនះរបស់ពួកកុម្មុយនីសលើប្រទេសវៀតណាមខាងត្បូង2សប្តាហ៍ព្រឹត្តិការណ៍នេះពុំមែនជាការចៃដន្យទេពួកកុម្មុយនីសខ្មែរមានគំនិតថាឆ្នាំខាងមុខត្រូវទុកជាឆ្នាំទី1នៃបដិវត្តន៍គឺកម្ពុជាព្រមទាំងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយបដិវត្តន៍នៅក្នុងប្រទេសវៀតណាម 5. ការខូចខាតដោយសារសង្គ្រាមនិងផលវិបាកប្រទេសកម្ពុជាបានសុខសន្តិភាពរួចផុតពីសង្គ្រាមបានតែ17ឆ្នាំ1953-1970ប៉ុណ្ណោះប្រជាជនកម្ពុជាត្រឡប់មករងទទួលនូវភាពជូរចត់នៃសង្គ្រាមបន្តប្រជាជនជនបទជាច្រើនសែននាក់បានភៀសខ្លួនមករស់នៅទីក្រុងនិងទីប្រជុំជននានាដែលគ្រប់គ្រងដោយរបបលន់ ណុលដើម្បីគេចពីអសន្តិសុខវាលស្រែចម្ការត្រូវបោះបង់ចោលកំណើនប្រជាជនយ៉ាងឆាប់រហ័សបែបនេះធ្វើឲ្យទីក្រុងភ្នំពេញមានភាពច្របូកច្របល់អំពើចោរកម្មភាពអនាធិបតេយ្យអំពើហិង្សាការអត់ឃ្លានជំងឺការកើនឡើងតម្លៃទំនិញនិងកង្វះគ្រឿងឧបភោគបរិភោគឡាក់សង្គ្រាមស៊ីវិលឆាបឆេះអស់រយៈពេល5ឆ្នាំ1970-1975បានសម្លាប់ប្រជាជនកម្ពុជាជាង1លាននាក់ព្រមទាំងធ្វើឲ្យអន្តរាយផ្លូវថ្នល់និងស្ពានពី70ទៅ80%វាលស្រែចម្ការក្លាយទៅជាចម្ការមីននិងរណ្ដៅគ្រាប់បែក B52 រោងចក្រឧស្សាហកម្ម 75% ត្រូវបានបំផ្លិចបំផ្លាញចម្ការកៅស៊ូត្រូវបានបាត់បង់គ្រឹះស្ថានសិក្សានៅតំបន់រំដោះនិងតំបន់ប្រទាញប្រទង់ទាំងអស់ត្រូវបិទទ្វារគ្រូនិងសិស្សត្រូវភៀសខ្លួនមករៀននៅតាមបណ្ដាទីរួមខេត្តក្រុងការសូកប៉ាន់និងការស៊ីសំណូករីករាលដាលរហូតដល់វិស័យសិក្សាធិការជាតិសិស្សនិងនិស្សិតមួយចំនួនធ្វើការសូកប៉ាន់ដើម្បីគេចផុតពីការចាប់បង្ខំឲ្យចូលកំណែនយោធាសង្គ្រាមបានបង្កមហន្តរាយយ៉ាងធំក្រៅពីសម្លាប់ប្រជាជនកម្ពុជាគ្រប់ភាគីចំនួនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមថែមទាំងបានបំផ្លាញដល់ឫសគល់ប្រព័ន្ធអប់រំខ្ទេចខ្ទីដូចជាសាលារៀនគ្រឹះស្ថានសិក្សាវត្តអារាមនិងធនធានមនុស្សធ្វើឲ្យការអភិវឌ្ឍជាតិមិនអាចប្រព្រឹត្តទៅបានអស្ថិរភាពនយោបាយដោយសង្គ្រាមស៊ីវិលបង្កវិនាសកម្មគ្រប់វិស័យនិងជាឱកាសឲ្យក្រុមខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ1975 17 មេសា 1975